ខ្ញុំជាចុងភៅទេវតាចុងភៅទេវតាខ្ញុំមកចង់មកមើលការងារបងនៅខាងកណ្ដាលបាយបងធ្វើគេដែរបងវៃដៃល្អខ្ញុំសិនបងខ្ញុំសុំមើលបន្តិចខុស0.0មីលីម៉ែត្រមិនត្រូវស្តង់ដារបងស្តង់ដារចុងភៅទេវតាគេហាត់បែបនេះគេយកបេះដូងយកមកត្បិនត្រូវសង់ជីម៉ែត្របើមើលសាច់យើងយល់ទេបងស្តង់ដារជាមួយនឹងខាងលើត្រូវមានទម្ងន់28.8 ក្រាមចាំមើលបងអូខេបងពុទ្ធជាសាសមនឹងចុងភៅទេវតាមែនវ៉ាវតែសាច់ចាំហើយបងប្រហែលប៉ុណ្នេះគេថាស្តង់ដារជប៉ុនស្តង់ដារនៅលោកប៉ុន្តែបើនៅខាងលើគឺគេរ៉ែបែបនេះបងបាយឃើញទេនៅខាងលើគេធ្វើការវឹកចាប់បែបនេះគឺស្អាតទេបងផ្លាស្ទិកទៅមិនខំគុំជិះសាច់បាត់បងបាយឃើញមែនទេនៅខាងលើអត់មានទូទឹកកកអីចុងភៅទេវតាណែបងអរគុណច្រើនបងឃើញក្នុងនាមជាចុងភៅទេវតាម្នាក់យើងត្រូវលម្អិតពី detail ពីមួយទៅមួយដើម្បីម្ហូបយើងមានរសជាតិឈ្ងុយឆ្ងាញ់ហូបផងបងត្រូវការពិសោធន៍មុននឹងយើងយកចេញទៅឆ្ងាញ់បើមកពីខាងលើមែនតែដៃមួយនេះពិតជាស័ក្តិសមនឹងចុងភៅទេវតាមែនខ្ញុំអស់ប្រហែលដើរមើលកាំងនេះបន្តទៀតហូបបងក្នុងនាមខ្ញុំជាចុងភៅទេវតាម្នាក់ខ្ញុំសូមប្រាប់បងពីរបៀបនៃការចិត្តបានត្រឹមត្រូវគឺយើងត្រូវធ្វើជាចំណុចតសក់បើយើងចិត្តតសក់រងយើងធ្វើឲ្យដូចតសក់ចឹងចំណុចតសក់គឺខ្វែងដែរឃើញបងយើងត្រូវប្រៀបខ្លួនឯងនេះដូចជាតសក់បើឃើញទេឃើញតម្រង់ចេញមកហើយបងឃើញកំបិតមុតស្រួលបានល្អនេះខ្លាំងវាបងតែនេះគឺជាអ្វីបងខុសទាំងជប៉ុនដែលថាហាងបងហាងជប៉ុនអញ្ចឹងយើងត្រូវប្រៀបបានខ្លួនឯងនេះឲ្យដូចជាខ្ទឹមបារាំងអញ្ចឹងបើវាមូលឃើញបងឃើញខ្ញុំចេញជារង្វង់ទេបងចេញជារង្វង់ទេណែមកវិញនេះហើយគឺជាតិចនិចចុងភៅទេវតាអូខេក្នុងនាមជាចុងភៅទេវតាត្រូវតែចិត្តចង់រកគ្រប់ម្ហូបទាំងអស់ខ្ញុំមិនជប់ម្ហូបខ្ញុំចេញមកឥឡូវអ្នកគេថាស្នាដៃខ្ញុំវាកម្រិតណាសុំមីរ៉ាគុយកកសែខ្ញុំខ្លាំងពេកជប់ខុសតុកនេះគឺជាមុខម្ហូបដែលធ្វើចេញពីស្នាដៃខ្ញុំផ្ទាល់តែម្ដងមានទាំងសាច់មានទាំងគ្រឿងសមុទ្រត្រីសាម៉ុន I am the god of chef ហាងស្អីអាំងជប៉ុនស៊ូមីរ៉ាគុគឺមានទីតាំងនៅផ្សារទំនើប60 ម៉ែត្រម៉លនៅក្បែរសួនទឹកសំខាន់ឥឡូវនេះគឺគេមានប្រូម៉ូសិនបើសិនជាបងមកធ្វើការញ៉ាំនៅទីនេះបងប្អូននឹងទទួលបានទឹកប្រាក់ត្រឡប់ទៅវិញក៏តែបងមកធ្វើការញ៉ាំនៅទីនេះហើយធ្វើការសែវពងនៅពេលដែលពងគ្រប់ចំនួន168អញ្ចឹងមានន័យថាបងប្អូននឹងទទួលបានទឹកប្រាក់$168ទៅវិញលើពីនេះទៅទៀតរាល់ការញ៉ាំទាំងអស់នៅទីនេះនឹងមានការ discount រហូតដល់ 10% ហើយបើសិនជាបងប្អូនធ្វើការកក់មុនរៀបចំកម្មវិធី birthday នៅទីនេះនឹងមានការ discount រហូតដល់ 15% តែសម្បូរទៅដោយមុខម្ហូបឆ្ងាញ់ជាពិសេសទៅលើសាច់អាំងដែលមានសាច់ហុយស្រួលញ៉ាំស្រួលលេបជាពិសេសមានរសជាតិ the best ហើយបើនិយាយពីបរិយាកាសក្នុងហាងវិញគឺ vibe ចេញមកជប៉ុនសស្អាត vibe clean ហើយបើសិនជាបងប្អូនមកទីនេះចង់ញ៉ាំសាច់ចក្របែបជប៉ុនឬមួយក៏មីដងអីមកម្ហូបបែបជប៉ុននេះគឺមានទាំងអស់ចាំបងប្អូនក៏ភ្លេចមកញ៉ាំទាំងអស់គ្នាដើម្បីទទួលទឹកប្រាក់យកត្រឡប់ទៅវិញ